ប្រហែលថ្ងៃនេះគឺចង់ផ្ទុះព័ត៌មានទាក់ទងទៅនឹងឆ្នោត DV 2027បងប្អូនសួស្តីបងប្អូនអរគ្នាខ្ញុំម៉ាណិតជាអ្នកចាប់ឆ្នោត2020ថ្ងៃនេះចង់និយាយតិចរឿងឆ្នោត2027ឃើញមានបងប្អូនខ្លះគាត់ចែកម្លែកព័ត៌មានខ្លះទៅក៏ត្រឹមត្រូវព័ត៌មានខ្លះទៅគាត់មានការយល់ច្រឡំហើយព័ត៌មានខ្លះទៀតទៅក៏អាចនិយាយថាខុសគាត់ថាវាមិនទាំងស្រុងអញ្ចឹងខ្ញុំមកនេះមិនមានអីប្លែកពីពួកគាត់ច្រើនទេក៏ចង់បញ្ជាក់ពីព័ត៌មានណារបៀបម៉េចព័ត៌មានណារបៀបម៉េចណាសង្ឃឹមថាបងប្អូនអ្នកដែលគាត់បានចែកម្លែកព័ត៌មានហ្នឹងកុំឲ្យបើសិនខ្ញុំនិយាយទៅប៉ះពាល់ថាគាត់ខុសនោះអត់ចង់បានអីចឹងទេបើចង់កែព័ត៌មានឲ្យបងប្អូនខ្លះគាត់ដឹងថានឹងវាចេះទេអ្វីដែលគាត់ចែកនេះប្រហែលជាគាត់យល់ច្រឡំចឹងតែឃើញមានបងប្អូនយើងគាត់ចែកចាយព័ត៌មានទៅទូនឹងឆ្នោតអ្វីដែលគាត់ផន់ច្រឡំភាគច្រើនគឺគាត់និយាយថាឆ្នោតនឹងបើកនៅថ្ងៃនេះយោងទៅតាមគេហទំព័រឬក៏យោងទៅតាមព័ត៌មានពីនេះភាគច្រើនគាត់និយាយយោងអាចត្រូវខ្លះតែបើនិយាយពីព័ត៌មានថាបើកគឺមិនសូវជាត្រូវទេបងប្អូនដឹងទេថាការឆ្នោត DV 2027នេះត្រូវបានផ្អាកមានមូលហេតុរបស់គេចេះមួយចេះពីរទៅគេដើម្បីកែប្រែឬក៏គេមានការស្នើសុំសាររើឯកសារទាមទារអានេះមួយចំនួនកាលពីមិនទាន់មានការផ្អាកចំណាយ$1លើក្នុងការដាក់ពាក្យគឺត្រូវបានអនុម័តរួចរាល់ហើយ$1នេះគឺ effective រួចហើយតាំងពីពេលនោះគាត់ថាឆ្នោតអត់ទាន់បើកអញ្ចឹងយើងអត់ទាន់ឃើញថាវារបៀបម៉េចដោយឡែកថ្មីនេះថ្ងៃទី11នេះមានព័ត៌មានចេញមកទៀតហើយថាករណីដែលត្រូវបានស្នើសុំសាររើឲ្យការដាក់ឆ្នោតទាមទារ passport គឺត្រូវបានអនុម័តរួចរាល់ហើយអញ្ចឹងខ្ញុំបញ្ជាក់ណាព័ត៌មានដែលផ្អើលមកឈុលនេះគឺសំដៅទៅលើការអនុម័តនៃការទាមទារ passport ក្នុងការដាក់ឆ្នោតទៅលើបេក្ខជនគោលទេណាបងប្អូន petitioner គឺបានន័យថាអ្នកដាក់ឆ្នោតហ្នឹងឯងសម្រាប់ entry នោះមាន petitioner មាន spouse ហើយនិង children ជាដើមអញ្ចឹង petitioner សំដៅទៅលើ main applicant អញ្ចឹងព័ត៌មាននេះគឺអត់ពាក់ព័ន្ធទៅនឹងការដែលបើកឆ្នោតទេអញ្ចឹងបើកឬមិនបើកនៅថ្ងៃទីដែលគេ effective គឺថ្ងៃទី10ខែ4នោះគឺវាមានពីរករណីអាចគេ effective ហើយគេបើកឆ្នោតនៅថ្ងៃហ្នឹងក៏ថាបានឬក៏នៅពេលដែល effective នេះគ្រាន់តែព័ត៌មានថា passport គឺត្រូវបានមានប្រសិទ្ធភាពចាប់ពីថ្ងៃទី10ខែ4ហ្នឹងហើយតែឆ្នោតអាចបើកក្រោយហ្នឹងក៏ថាបានហេតុអីបានខ្ញុំនិយាយក៏ថាបានព្រោះអ្វីដែលគេនិយាយគឺគេនិយាយអំពី final rule ទៅលើការតម្រូវឲ្យមាន passport ក្នុងការដាក់ឆ្នោតគេមិនបាននិយាយអំពីការលើកលែងនៃការផ្អាកឬក៏បញ្ឈប់នៃការផ្អាកនៃការបើកឆ្នោត2027តែអញ្ចឹងបងប្អូនកុំយល់ច្រឡំត្រង់ហ្នឹងព័ត៌មាននិយាយថ្មីគឺទៅលើសំដៅទៅលើការអនុម័តឲ្យមាន passport ក្នុងការដាក់ឆ្នោតបើអត់មាន passport ដាក់បានទេហើយ passport គឺត្រូវការតែអ្នកបុគ្គលដាក់ឆ្នោតទេកូនប្រពន្ធឬក៏ប្តីប្រពន្ធដែលអ្នកចូលរួមมันមានក៏មិនអីដែរតែបើមិនគាត់មានសញ្ញាបត្រ2ក៏ចង់ដាក់2គាត់ធ្វើទាំងពីរទៅគាត់បាន2ឆ្នោតដូចគ្នាតែកូនអីមិនតាន់មានទេកូនចាំពេលជាប់ឆ្នោតចាំធ្វើហ្នឹងអញ្ចឹងអ្វីដែលខ្ញុំនិយាយថាអាចអញ្ចឹងដូចខ្ញុំថាយ៉ាងជួនកាលនៅពេលដែលគេអនុម័តគេអាចចេញសេចក្តីប្រកាសស្អែកឬក៏ខាន់ស្អែកថាឆ្នោតនឹងបើកនៅថ្ងៃទី10ខែ4ជាមួយនឹងថ្ងៃដែលគេអនុម័តក្នុងការទាមទារ passport ក៏ថាបានហើយមិនមានបានន័យថាឆ្នោតបើកនៅថ្ងៃនេះទេពួកខ្ញុំឃើញបងប្អូនខ្លះគាត់ចែកម្លេចថាឆ្នោតនឹងបើកនៅថ្ងៃហ្នឹងណាចេះកែទៅនឹងបន្តិចណាហើយព័ត៌មានខ្លះថាចេញពីនេះវានេះក៏មានការខុសដែរតែខ្ញុំមិននិយាយរឿងខុសព្រោះខុសវាមិនជាបញ្ហាអ្វីដែលបងប្អូនយល់ច្រឡំផ្អើលគឺត្រង់ឆ្នោតបើកជាណាឆ្នោតអត់ទាន់បើកទេអ្វីដែលយើងស្ដាប់ឮថ្មីគឺការអនុម័តទៅលើតម្រូវការ passport នៅពេលដាក់ឆ្នោតមួយទៀតរឿង$1គឺគេអនុម័តតាំងពីខែប្រហែលនេះតាំងពីមុនការផ្អាកឆ្នោតម្លេះគេអនុម័តរួចហើយរឿង$1ហ្នឹងដំបូងគេទាមទាររហូតដល់$250មិនបានសម្រេចក៏គេតម្រូវ$1វិញអញ្ចឹងអា$1គឺ finalize ឬក៏ជាប់សពគ្រប់ហើយតែអ្វីដែលថ្មីគឺpassport ក៏គេស្នើសុំនៅម្ដុំគ្នានឹងដែរតែអត់ទាន់មានជាព័ត៌មានព្រោះគេត្រូវការ comment ពីសាធារណជនដើម្បីយកទៅ finalize តែឥឡូវ finalize រួចហើយបានន័យថាជាចុងក្រោយហើយគឺឆ្នោត2027តម្រូវឲ្យមាន passport ក៏ប៉ុន្តែមិនទាន់ដឹងថាបើកនៅថ្ងៃណាហើយការប្រើ passport នេះក៏អាចនឹងប្រើសម្រាប់ឆ្នាំឆ្នោតបន្តទៀតផងដែរតែមិនប្រកាសថារហូតទេជួនកាលប្រធានាធិបតីមកថ្មីគាត់មានគំនិតថាវាមានចំណុចមិនល្អច្រើនជាងគេលុប passport វិញក៏ថាបានដោយកាលពីឆ្នាំ2021តាមខ្ញុំចាំបើមិនខុសតែបើខុសកុំប្រកាន់គឺយើងធ្លាប់មានការទាមទារ passport ម្ដងហើយតែកាលនោះ passport គឺការទាមទារគ្រាន់តែយើងបំពេញលេខ passport
ឈ្មោះយើងនៅក្នុង passport page អញ្ចឹងទៅហើយនឹងថ្ងៃផុតកំណត់អីអញ្ចឹងជាដើមថ្ងៃចេញថ្ងៃផុតកំណត់និងប្រទេសដែលចេញតែឥឡូវនេះគឺបើតាមខ្ញុំដឹងព្រោះនៅក្នុងនោះគឺគេតម្រូវឲ្យយើងscan passport scan នៅទំព័រដែលមានរូបយើងហើយការ scan នោះខ្ញុំឃើញមានបងប្អូនមួយចំនួនគាត់ថា scan អាតំណឹងហើយមានមិនសញ្ញាតំណឹងអ្វីដែលគេនិយាយថាសញ្ញាកន្លែងsignature នោះគេចង់សំដៅនៅពេលដែលយើងscan អាហ្នឹងយើង upload នៅពេលដែលយើង submit application ណាព្រោះកន្លែងនេះគេប្រើពាក្យនៅពេលដែល signature នេះសំដៅទៅលើយើងសញ្ញានៅក្នុងe signature គឺយើងទៅសេទៅឈ្មោះទៅនៅត្រង់នោះគេនឹងឲ្យយើង scan upload passport យើងចូលលើកមុនអត់មាន upload passport ទេណាតែឥឡូវនេះតម្រូវអញ្ចឹងយើងចាំមើលទាំងអស់គ្នាអញ្ចឹងខ្ញុំបញ្ជាក់វីដេអូនេះនិយាយរៀងវែងបន្តិចសម្រាប់ចង់បញ្ជាក់ថាព័ត៌មានដែលចេញមកនេះគឺមិនសំដៅទៅលើការបើកឆ្នោតទេគឺសំដៅទៅលើការអនុម័តឲ្យមាន passport ក្នុងការដាក់ឆ្នោតណាហើយការដាក់ឆ្នោតអាចបើកនៅថ្ងៃហ្នឹងក៏ថាបានសាធុបើសិនជាបើកថ្ងៃហ្នឹងតែវាអាចក្រោយហ្នឹងណាតែសួរថាបើកទេខ្ញុំអត់ហ៊ានឆ្លើយថាបើកទេព្រោះបើសិនគេនៅតែផ្អាកក៏គេនៅតែផ្អាកក៏ប៉ុន្តែបើតាមច្បាប់រដ្ឋធម្មនុញ្ញរបស់អាមេរិកច្បាប់បន្តវិញគឺឆ្នោតហ្នឹងគឺត្រូវតែបើករាល់ឆ្នាំអញ្ចឹងបើសិនជាមិនបើកវាអាចខុសពីច្បាប់រដ្ឋធម្មនុញ្ញនៃច្បាប់បន្តវិញក៏ប៉ុន្តែយើងស្មានមិនត្រូវទេប្រធានាធិបតីនេះគាត់ស្អីគាត់អាចធ្វើបានដែរយើងឃើញរបស់ផ្លែច្រើនពីគាត់ដូចជារឿងសង្គ្រាមគាត់វាយរងអីហ្នឹងក៏វាធ្វើខុសនីតិវិធីរដ្ឋធម្មនុញ្ញដែរក៏ប៉ុន្តែនៅពេលដែលឥឡូវនេះក៏គាត់ត្រឡប់ធ្វើតាមក្រោយវិញណាខ្ញុំឧទាហរណ៍មួយអញ្ចឹងទៅហើយពីមុនក៏មានករណីច្រើនហើយគាត់ធ្វើរឿងអញ្ចឹងហើយដល់ទៅពេលហើយគេត្រឡប់ទៅលិនមកវិញបានគេសើរើអញ្ចឹងទៅអញ្ចឹងយើងមិនដឹងទេចាំបើសិនចេតនាគាត់មិនចង់បើគាត់នៅតែផ្អាកអញ្ចឹងយើងបានតែត្រឹមតែមកអនុម័តទៅតម្រូវការ passport តែពីខ្ញុំទៅវិញខ្ញុំមានសុតិធិនិយមថាឆ្នោតនៅតែបើកសម្រាប់2027ដែលយើងត្រូវជាទូទៅយើងត្រូវដាក់នៅក្នុងដើមខែ10 2025តែដោយសារមានការផ្អាកក៏គេរុញរហូតទៅតែមានការអាប់ដេតថ្មីនៅថ្ងៃទី11ខែនេះអំពីការអនុវត្តឲ្យដាក់ឆ្នោតត្រូវការ passport អញ្ចឹងវាជាចំណុចវិជ្ជមានមួយឈានទៅដល់ការបិទនៃការផ្អាកហ្នឹងអញ្ចឹងបានន័យថាបើកវិញបើកយើងដាក់ណាតែមិនដឹងថ្ងៃណានៅឡើយទេណាបងប្អូនអញ្ចឹងសង្ឃឹមថាព័ត៌មានល្អនៃការបើកឆ្នោតសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ឆ្នោតនឹងឮនៅពេលឆាប់ហើយសម្រាប់បងប្អូនយើងដែលសម្ភាសជាប់មានច្រើនគ្រួសារណានៅក្នុងក្រុមជាប់ឆ្នោតកំពុងតែរងចាំដំណឹងល្អទាក់ទងទៅនឹងការផ្ដល់វីសាមកអាមេរិកសម្ភាសជាប់ច្រើនគ្រួសារហើយតែអត់ទាន់បានវីសាទេណាគ្នាយើងកំពុងតែអ៊ុតមើលរាល់ថ្ងៃខ្ញុំក៏អ៊ុតមើលដែររឿងព័ត៌មានហ្នឹងតែរឿងឆ្នោតខ្ញុំផ្អាកមករយៈពេលធំដែរខ្ញុំអត់អាចធ្វើវីដេអូទេទាំងអស់ទៅថ្ងៃនេះខ្ញុំឃើញបងប្អូនយើងផ្ទុះព័ត៌មានពាក់ព័ន្ធទៅនឹងការអាប់ដេតទៅទៅនឹងតម្រូវការ passport តែបងប្អូនខ្លះគាត់យល់ច្រឡំមិនគាត់ខុសហើយគាត់យល់ច្រឡំគាត់ទៅនិយាយថាបើកឆ្នោតនៅថ្ងៃនោះណាអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាមានព័ត៌មានថ្មីខ្ញុំនឹងអាប់ដេតឲ្យទៀតតែបើអត់ទេប្រហែលជានៅតែរៀងគឺយឺវីដេអូខ្ញុំអត់សូវបានធ្វើវីដេអូច្រើនអរគុណច្រើនបងប្អូនបាយ